Ok សួស្តីបងប្អូនលំហាត់អូនេះសម្រាប់ត្រៀមប្រឡងបាក់ឌុបអញ្ចឹងលំហាត់អូនេះរៀងសាំញ៉ាំតិចដែរបើយើងអត់ធ្លាប់ធ្វើទេអាចនឹងពិបាកអូខេឥឡូវយើងមកមើលរៀងរបស់វាសិនអញ្ចឹង limit x ចិត្ត1កន្លែងដែលមាន x ចំណុចលេខ1អញ្ចឹង1បូក1អាន2 2 12 0អានេះ1 11 0សនី0ស្មើ0អញ្ចឹងយើងឃើញថា limit របស់យើងរៀងមិនកំណត់គឺ0លើ0បាទលំហាត់ប្រភេទនេះតើតែបដូរអថេតែមុននឹងបដូរអថេយើងប្របែកវាសិនរៀងសាំញ៉ាំតិចណាអញ្ចឹងបងអាចសរសេរថាស្មើជាមួយនឹង limit បាទ x ខិត71យើងសរសេរថ្មីឲ្យចូលរូបមន្តយើងឲ្យបានណាចានេះបងអាចសរសេរថា x គីបដក1បូកឲ្យ x ការ៉េដក1អញ្ចឹងអាដក1ដក1ចេញដក2ទៅដែរអូខេចែកឲ្យសនីនៃ x ដក1អញ្ចឹងអា x គីបដក1ជាមួយនឹង x ការ៉េដក1ហ្នឹងយើងអាចបបែករូបមន្តបានតទៀតអញ្ចឹងស្មើជាមួយនឹង x ដក1បាទកតាឲ្យ x ការ៉េបូក x បូក1បូកឲ្យអានេះវាចេញជា x ដក1កតាយ x បូក1បាទទាំងអស់ហ្នឹងចែកឲ្យសនីនៃបាទ x ដក1អញ្ចឹងវាស្មើជាមួយនឹង limit x ខិត71ចា៎នេះយើងអាចទាញ x ដក1ជាកតាបានអញ្ចឹង x ដក1បាទនៅសល់គឺអីគេ x ការ៉េបូក x បូក1ហើយយកទៅបូកជាមួយនឹង x បូក1បែបនេះបាទហើយចែកឲ្យសនីនៃ x ដក1តមកទៀតយើងទូទាត់ទៅអញ្ចឹងស្មើនឹង limit បងផ្ដាច់ limit ជា2កណាត់ណា x ខិត71នៃអានេះបងអាចសេថា x ដក1ចែកឲ្យសនីនៃ x ដក1បាទកូនជាមួយនឹង limit x ខិត71នៃអានេះយើងគិតលេខតិចទៅវានៅសល់អីគេ x ការ៉េ x បូក x ហ្នឹងបាន 2x បូកជាមួយនឹង 2x បូក2អានេះយើងអាចចំនួនលេខបានអានេះវាបាន1ការ៉េ1អានេះគុណទៅបាន2អានេះបាន2ទៀតអញ្ចឹងបាន4 4បូក1បាន5អញ្ចឹងអានេះយើងអាចចំនួនទៅជាលេខ5បានណាអញ្ចឹងវាស្មើ limit បាទ x ខិត71បាទនៃ5កូនជាមួយនឹង x ដក1ចែកឲ្យសនីនៃអីគេ x ដក1ដាក់វងកញ្ចក់ចឹងបានតកៀបក៏បានប្រើតកៀបដោយសារអានេះយើងមានវងកញ្ចក់មួយណាចឹងតកៀបអូខេតោះពេលយើងបានប៉ុណ្ណឹងហើយយើងបដូរអថេវាបន្តិចហើយកន្លែងនេះយើងដាក់ថាព្រោះតិចមកនេះព្រោះ limit អាមួយនេះវាស្មើនឹង5អញ្ចឹងទៅណាហើយបងអត់សរសេរទេចេះបងសុំតាងt ស្មើជាមួយនឹង x ដក1អញ្ចឹងយើងទាញរកតម្លៃ x វាស្មើជាមួយនឹង1បូក t វិញអញ្ចឹងបើគេបើ x ខិត71នោះតម្លៃ t របស់យើងវាទៅជាខិត70អញ្ចឹងនាំឲ្យ limit បាទ o របស់យើងហ្នឹងស្មើជាមួយនឹង limit ទៅជា t វិញណា t ខិត70ណៃយើងដឹងស្រាប់ហើយមិញគឺមានមេគុណ5ដែរនេះហើយ x ដក1ហ្នឹងយើងដូរជា t អញ្ចឹងវាចេញជា t ចែកឲ្យសនី t អញ្ចឹង t ខិត70ដោយតែ x ខិត70ដែរទេអញ្ចឹងរូបមន្តប៉ុណ្ណឹងស្មើ1អញ្ចឹងវាបាន5កូននឹង1អញ្ចឹងចម្លើយរបស់វាស្មើជាមួយនឹង5ជួបគ្នាទៀតវីដេអូក្រោយ